ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនិយាយអំពីមុខងារមួយដែលគិតថាវា cute ម្យ៉ាងដែរនៅពេលដែលយើងចង់ផ្ញើ sticker សុំទោស sticker ឬក៏ជាលក្ខណៈគេហៅថា emoji ណានៅលើទូរស័ព្ទរបស់យើងបាទអញ្ចឹងសុំទោសមិនមែនទូរស័ព្ទរបស់យើងផ្ញើសារទៅអ្នកណាគេមួយតាម Telegram ឬក៏ Messenger ឬក៏អីក៏បានដែរដើម្បីប្រើប្រាស់មុខងារហ្នឹងណាឥឡូវខ្ញុំឧទាហរណ៍នៅក្នុង Note កម្មវិធី Note ទៅខ្ញុំខ្ជិលចូលទៅកាន់ message កុំឲ្យថាវាឃើញអីច្រើនណាមុខងារហ្នឹងគឺវា available នៅលើ One UI 7ដែលឥឡូវនេះគឺអាចប្រើបាននៅលើ Fold 6ហ្នឹងព្រោះពីមុនមកគឺយើងប្រើបាននៅលើ Galaxy M25 series ដើម្បីយើងអាចធ្វើជា sticker cute ហ្នឹងគឺបងប្អូនអាចចូលទៅ keyboard ធម្មតាកន្លែង keyboard បងប្អូនឃើញកន្លែង emoji ណានេះកន្លែងនេះណាកន្លែង emoji បងប្អូនគ្រាន់តែចុចលើហ្នឹងទៅបន្ទាប់មកនៅក្នុងហ្នឹងយើងមាន emoji ផ្សេងជាច្រើនអញ្ចឹងណាបាទអញ្ចឹងដើម្បីយើងទទួលបាន emoji ថ្មីគឺយើងអាចបង្កើតខ្លួនឯងដោយយើងសរសេរ prompt គឺយើងឃើញសញ្ញារូបផ្កាយនេះផ្កាយនេះគឺតំណាងឲ្យ Galaxy AI បាទអញ្ចឹងបងប្អូនគ្រាន់តែចុចលើវាបាទដើម្បីចុចលើវាហើយគឺបងប្អូនចង់បង្កើតរបៀបម៉េចបងប្អូនអាចចុចសញ្ញាបូកបន្ទាប់មកយើងសរសេរហើយវាឲ្យយើងជាលក្ខណៈ style doodle illustration 3D retro logo តាមអ្វីដែលយើងចង់បានណាឥឡូវនេះខ្ញុំធ្វើជាលក្ខណៈ 3D ប៉ុន្តែខ្ញុំសរសេរឧទាហរណ៍ថាខ្ញុំចង់បានឆ្មាខ្ជូតមួយចុះខ្ជូត cat in black and white អញ្ចឹងណាខ្ញុំគ្រាន់ឧទាហរណ៍ណាអញ្ចឹងខ្ញុំគ្រាន់ generate តមកទៀតឲ្យ AI វាជួយ generate ឲ្យរងចាំមួយ plate គឺវាឲ្យយើងហើយឃើញទេ cute cat បងប្អូនឃើញទេអញ្ចឹង sticker ហ្នឹងយើងអាចបាននេះយើងដានមកវាចូលនៅក្នុងហ្នឹងហើយបានន័យថាគឺវាបង្ហាញនៅក្នុងហ្នឹងហើយយើងអាចចូលទៅមើលនេះឃើញទេខ្ញុំឧទាហរណ៍មួយទៀតខ្ញុំដាក់ tech nerd សរសេរមកខ្ញុំខ្លាចខ្ញុំសេខុសណា in via Galaxy អីចឹងទៅអូខេអញ្ចឹងខ្ញុំយក 3D កាតូនមួយទៀតខ្ញុំចុច generate បាទអាហ្នឹងយើងបង្កើត emoji តាម style របស់យើងចង់បានណាឃើញទេបងប្អូនឃើញទេ cute ទេណែឃើញ techner ទេអញ្ចឹងរបៀបបង្កើត emoji ខ្លួនឯងហ្នឹងគឺយើងធ្វើបានតាមហ្នឹងនៅលើ keyboard របស់ Samsung Galaxy ហ្នឹងអ្នកប្រើ M25 Ultra ក៏មាន Fold 6ក៏មាន M24 Ultra ខ្ញុំបានតេស្តទេតែបងប្អូនអាចសាកល្បងបានបើសិនជាបងប្អូនបាន update ទៅ One UI 7រួចរាល់ហើយណាអញ្ចឹងវីដេអូថ្ងៃនេះតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនមើលទៅឧទាហរណ៍ថាខ្ញុំបង្កើតអញ្ចឹងទៅខ្ញុំសរសេរ prompt ខ្ញុំអញ្ចឹង emoji នេះគឺ emoji របស់ខ្ញុំដែលខ្ញុំបង្កើតតាម Galaxy AI ឲ្យ Galaxy AI ជួយ generateសរសេរ prompt ឲ្យ generate ឲ្យអញ្ចឹងយើងអាចផ្ញើបានទៅ Messenger ទៅ Telegram ទៅអីចឹងទៅកាន់មិត្តភ័ក្តិយើងហើយបើសិនជាយើងចង់ represent យើងចង់ surprise គាត់ឧទាហរណ៍ថាគាត់ចូលចិត្តអីគេអញ្ចឹងយើងចូលទៅកន្លែង message ហ្នឹងធ្វើដូចខ្ញុំមិនអញ្ចឹងណាសរសេរ prompt មកឲ្យវាតំណាងឲ្យអីចឹងទៅហើយយើង generate ទៅឲ្យ AI ជួយ generate ឲ្យយើងអូខេវីដេអូថ្ងៃនេះតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាសូមកុំភ្លេច subscribe channel YouTube ហើយជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ